Ui này ở kia chán à 3.5 លាននាក់ ui មិនតិចទេបងប្អូន ឥឡូវនេះកំពុងប្រើប្រាស់កម្មវិធីយ៉ាងហោចណាស់មួយរបស់យើងជារៀងរាល់ថ្ងៃកន្លែងនេះគឺបានន័យថាមនុស្សចំនួន 3.5 លាននាក់ហ្នឹងគឺបានជម្រាបសួរបងប្អូនអរគ្នាថ្ងៃនេះគឺខ្ញុំមកអត់មានអីច្រើនទេបងប្អូនយើងគឺខ្ញុំមកអាន strip យោតែម្ដងព្រោះមេរបស់យើងគឺមានការធ្វើការ update ទៅលើ Facebook អញ្ចឹងបើសិនជាយើងអត់បានអានក៏ដូចជាអត់បានមើលទេគឺយើងអត់ដឹងទេថាការ update គឺដល់ណាហើយអញ្ចឹងណាហើយសម្រាប់បងប្អូនយើងដែលគាត់បានអានហើយអត់អីទេអាចអ៊ុំឡងវីដេអូមួយនឹងបានតែបើសិនជាបងប្អូនយើងនៅក៏អត់ទាន់ដឹងណាអញ្ចឹងយើងតែអានទាំងអស់គ្នាហើយបងប្អូនយើងអត់ចង់អានយើងខ្ជិលអានអញ្ចឹងណាអាចស្ដាប់នៅវីដេអូរបស់ខ្ញុំអានបដាហើយខ្ញុំយកឆ្នៃបដាថាវាមានអីនៅក្នុងនឹងខ្លះអញ្ចឹងណាបងប្អូនព្រោះមេរបស់យើងគឺគាត់ធ្វើការ update ច្រើនមិននិយាយទៅទាំងមានទាំង Facebook មានទាំងការផ្សាយពាណិជ្ជកម្មមានទាំង AI អញ្ចឹងណាបងប្អូនហើយមានទាំងថែមមេតាមួយទៀតអញ្ចឹងបើសិនជាយើងអត់អានទេគឺយើងខាតមេរៀននឹងមួយដល់ធំតែម្ដងបងប្អូនហើយយើងអត់ដឹងទេហើយមានបងប្អូនយើងខ្លះមេតាអាប់ដេតអញ្ចេះហើយយើងអត់ដឹងគឺយើងពិបាកក្នុងការធ្វើការមែនទែនហើយឥឡូវនេះគឺខ្ញុំបានបើកនៅកុំព្យូទ័ររបស់ខ្ញុំហើយខ្ញុំសុំ refresh វា2 3 4សិនដើម្បីឲ្យវា smooth ព្រោះវារៀង slow បងប្អូនហើយបងប្អូនច្បាស់ជាស្គាល់ហើយបងប្អូនព្រោះមេរបស់យើងអត់មាន2ទេបងប្អូនមេរបស់យើងគឺមានតែមួយទេខាងវិស័យ digital marketing ក៏ដូចជាខាង advertising ហ្នឹងគឺមេរបស់យើងគឺមានតែមួយទេអញ្ចឹងយើងតែអានអរគ្នាជាដំបូងខ្ញុំសុំ refresh មួយសិនហើយខ្ញុំចូលទៅក្នុងកម្មវិធីជ្រោមរបស់ខ្ញុំមួយហើយខ្ញុំសុំធ្វើការបើកនៅកម្មវិធី Facebook របស់ខ្ញុំហើយនេះគឺជា page ផ្លូវការរបស់ខ្ញុំហើយបងប្អូនកុំភ្លេចជួយ follow page នេះម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីអ្វីដែលខ្ញុំចែកម្លែកគឺជាចំណេះដឹងឲ្យបងប្អូនយើងបានទស្សនាកំសាន្តអញ្ចឹងណាហើយបងប្អូនយើងអត់ចេះអាចមើលវីដេអូខ្ញុំទៅគឺចេះហើយបងប្អូនយើងអត់តន់ចេះឆ្ងល់កន្លែងណា comment មកខ្ញុំនឹងចែកវីដេអូបន្តទៀតហើយមួយថ្ងៃនេះ live តារវល់ការ update របស់ Facebook គឺខ្ញុំវងវែងហើយនឹងវងវ័ន2ថ្ងៃនោះបានចេញវីដេអូបងប្អូនហើយថ្ងៃនេះក៏ឆ្លៀតធ្វើមកវីដេអូតែម្ដងព្រោះ update ចប់ហើយព្រោះមេរបស់យើងគឺគាត់បានផុសតាំងពីម្សិលមិញអញ្ចឹងម្សិលមិញគឺវ៉ាអញ្ចឹងថ្ងៃនេះខ្ញុំអានតែម្ដងហើយខ្ញុំអត់និយាយច្រើនទេហើយបងប្អូនតែអានអរគ្នាតោះហើយខ្ញុំសូមចូលមកក្នុង account Facebook របស់មេរបស់យើងចូលមកមើលមកឃើញទេបងប្អូនគឺ strip វែងមែនតើតែម្ដងនេះ strip វែងណាកន្លែងបងប្អូនអរគ្នាអាកន្លែងនេះខ្ញុំសូមដាក់ព្រាទៀតណាហើយបងប្អូនឃើញតែព្រាតែប៉ុណ្ណេះគឺបងប្អូនយល់ថាមេរបស់យើងគឺជានរណាមេយើងអាហ្នឹងណានេះគាត់ផុសមកចវាយតែម្ដង strip នេះអញ្ចឹងដើម្បីខ្ញុំយល់ថាគាត់សរសេរអីខ្លះឥឡូវខ្ញុំ copy ផាសនៅលើ Google Translate តែម្ដងទៅព្រោះលឿនខ្ញុំអត់ដឹងទេថាការផុសរបស់គាត់ហ្នឹងទាក់ទងអីខ្លះអញ្ចឹងដើម្បីយើងទៅស្វែងយល់បានយើងមក copy សិនមកហើយយើងទៅ copy ហើយបើសិនជាបងប្អូនយើងខ្សោយអង់គ្លេសយើងពិបាកការបកប្រែយើងមានវិធីអញ្ចឹងយើងគ្រាន់តែ select វាទាំងអស់មកឥឡូវ select តាមខ្ញុំមកបងប្អូនចូលក្នុង account គាត់ទៅឃើញ strip យើង select ទាំងអស់មកហើយអាហ្នឹងសម្រាប់បងប្អូនយើងធ្វើឲ្យខ្លួនឯងអញ្ចឹងឥឡូវយើង select ទាំងអស់បានប៉ុណ្ណេះហើយណាយើង control V មកច្រឡំ control V ជាស្រ័យបងប្អូន control C យើង control C ឥឡូវ select ម្ដងទៀតខ្ញុំសុំ select ម្ដងទៀតនេះបងប្អូន select បែបនេះមកអាហ្នឹងសម្រាប់បងប្អូនយើងដែលចង់បកប្រែលឿនហើយយើងអានខ្លួនឯង select ទាំងអស់មកយើង control C មកហើយយើងបើក tab ថ្មីយើងវាយពាក្យថា Google Translate មកនេះហើយយើងយកអាទី2នេះអានេះក៏បានខ្ញុំប្រើទី2ហើយកន្លែងនេះយើងជ្រើសរើសភាសាពីអង់គ្លេសមកខ្មែរឥឡូវខ្ញុំបានដាក់វាហើយខ្ញុំធ្វើការផាសពាក្យដែលខ្ញុំ copy មិញនេះអ្នកនរគ្នាពេលដែលខ្ញុំ copy មកគឺវាចេញបែបនេះអញ្ចឹងបើសិនជាបងប្អូនយើងខ្សោយក្នុងការបកប្រែគាត់ណា copy អង់គ្លេសដែលមេរបស់យើងផុសហ្នឹងយើងមក control V ជាមួយនឹងGoogle Translate របស់យើងហើយយើងធ្វើការអានទៅហើយបើសិនជាបងប្អូនយើងខ្ជិលអានស្ដាប់វីដេអូរបស់ខ្ញុំតែម្ដងទៅបងប្អូនឥឡូវខ្ញុំធ្វើការអានតែម្ដងព្រោះវែងដែរបងប្អូនហើយខ្ញុំអត់ដឹងទេថាក្នុងនឹងមានអីខ្លះអញ្ចឹងខ្ញុំអានបណ្ដាខ្ញុំស្វែងយល់បណ្ដាថាវាមានអីប្លែកខ្លះអញ្ចឹងណាបងប្អូនអញ្ចឹងកុំឲ្យខាត់ពេកយូរយើងមកអានតែម្ដងអានេះខ្ញុំអានហើយ1 2 3ចាប់ផ្ដើមខ្ញុំទៅតែចែកម្លេចរបាយការណ៍ប្រាក់ចំណូលប្រចាំខែកន្លែងនេះគឺឯនឹងប្រហែលជាបកប្រែខុសអញ្ចឹងណាបងប្អូនប្រហែលជាប្រចាំខែឬក៏ប្រចាំថ្ងៃអញ្ចឹងណាអញ្ចឹងខ្ញុំអានប្រចាំខែប្រចាំថ្ងៃអាហ្នឹងតាមយើងយល់ខ្លួនឯងអញ្ចឹងណាខ្ញុំទៅតែចែកម្លែករបាយការណ៍ប្រាក់ចំណូលប្រចាំខែក៏ដូចជាប្រចាំថ្ងៃរបស់មេតាយើងមានដំណើរការអាជីវកម្មដ៏រឹងមាំនៅក្នុងឆ្នាំ2025អាហ្នឹងគឺនិយាយតាក់ទងទៅនឹងអាជីវកម្មហើយខ្ញុំទន្ទឹមរង់ចាំការជំរុញបញ្ញាផ្ទាល់ខ្លួនសម្រាប់មនុស្សជុំវិញពិភពលោកនៅឆ្នាំ2026
អូនៅឆ្នាំ2006គឺមានអីថ្មីទៀតហើយបងប្អូននេះគឺជាការចម្លងនៃអ្វីដែលខ្ញុំបាននិយាយនៅក្នុងការហៅទូរស័ព្ទអូខេឥឡូវយើងអានបន្តទៀតយើងបានបញ្ចប់ឆ្នាំ2025យ៉ាងរឹងមាំជាមួយនឹងមនុស្សជាង 3.5 ពាន់លាននាក់អូយអ្នកនរគ្នាច្រើនណាស់ 3.5 ពាន់លាននាក់អូយមិនតិចទេបងប្អូនឥឡូវនេះកំពុងប្រើប្រាស់កម្មវិធីយ៉ាងហោចណាស់មួយរបស់យើងជារៀងរាល់ថ្ងៃកន្លែងនេះគឺបានន័យថាមនុស្សចំនួន3.5 ពាន់លាននាក់ហ្នឹងគឺសឹងតែប្រើនៅ app Facebook ទាំងអស់កន្លែងហ្នឹងគឺបានន័យហ្នឹងអាហ្នឹងគឺតាមខ្ញុំយល់ណាឥឡូវបើសិនជាបងប្អូនយើងយល់នៅអីផ្សេងនឹងតាមតែសម្រាប់ខ្ញុំយល់ថាមនុស្សជាង 3.5 ពាន់លាននាក់នេះគឺប្រើនៅកម្មវិធី Facebook ហ្នឹងឯងក៏ដូចជា business ហ្នឹងឯងអ្នកទាំងអស់គ្នាអានេះគឺប្រើរាល់ថ្ងៃអ្នកទាំងអស់គ្នាហើយដូចយើងរាល់ថ្ងៃអញ្ចឹងបើសិនជាយើងអត់ Facebook គឺយើងក៏ធ្វើអត់ចាញ់ដែរអ្នកទាំងអស់គ្នាអានេះក៏ដាក់ថាប្រើរាល់ថ្ងៃគឺមានន័យថា Facebook ហ្នឹងឯងរាល់ថ្ងៃបងប្អូនណាខ្លះដែលអត់បើក Facebook ចាញ់មកគឺយើងនិយាយទៅបើក Facebook គឺសឹងតែគ្រប់គ្នាហើយអ្នកទាំងអស់គ្នាអូខេឥឡូវខ្ញុំអានតតែម្ដងនោះរួមបញ្ចូលទាំងសកម្មភាពប្រចាំថ្ងៃជាង 2000 លាននៅលើ Facebook និង WhatsApp ហ្នឹងគឺ2ហើយគ្រាន់តែនៅឆ្ងាយបន្តិចនៅលើ Instagram អូនៅឆ្ងាយមានន័យថា Facebook និង WhatsApp ទៅមុខហើយឥឡូវនេះខ្ញុំអានតអាជីវកម្មរបស់យើងក៏មានដំណើរការល្អផងដែរដោយសារតម្រូវការថ្ងៃឈប់សម្រាកដ៏បំបែកកំណត់ត្រានិងក៏កើនឡើងនៃការអនុវត្តដែលជំរុញដោយ AI បងប្អូនណាខ្លះដែលគាត់រាល់ថ្ងៃនេះប៊ូតាម AI បងប្អូនយើងប៊ូតាម AI ច្បាស់ជាយល់កន្លែងហ្នឹងអញ្ចឹងកន្លែងហ្នឹងគឺតាកតងកន្លែងហ្នឹងដូចគ្នាអូខេឥឡូវខ្ញុំបន្តទៀតឥឡូវនេះយើងកំពុងឃើញការបង្កើនល្បឿន AI ដ៏សំខាន់ខ្ញុំរំពឹងថាឆ្នាំ2026នឹងក្លាយជាឆ្នាំដែលរលកនេះបង្កើនល្បឿនបន្ថែមទៀតនៅលើផ្នែកជាច្រើនយើងកំពុងចាប់ផ្ដើមឃើញភ្នាក់ងារពិតជាធ្វើការនេះនឹងដោះសោសមត្ថភាពក្នុងការបង្កើតផលិតផលថ្មីទាំងស្រុងនិងការផ្លាស់ប្ដូររបៀបដែលយើងធ្វើការអាហ្នឹងកន្លែងហ្នឹងគឺអត់ដូចនៅឆ្នាំ2025ទេអ្នកទាំងអស់គ្នាគឺខាង Facebook ហ្នឹងគឺមានការអាប់ដេតពីមួយជំហានទៅមួយជំហាន2025គឺគាត់ຕົកម្លេចហើយឥឡូវចូលឆ្នាំ2026គឺមានការផ្លាស់ប្ដូរច្រើននៅឆ្នាំ2025យើងបានកសាងឡើងវិញនៅមូលដ្ឋានគ្រឹះនៃកម្មវិធី AI របស់យើងខ្ញុំរំពឹងថា model ដំបូងរបស់យើងនឹងល្អប៉ុន្តែសំខាន់ជាងនេះទៅទៀតយើងបង្ហាញពីគន្លងដ៏លឿនដែលយើងកំពុងដើរបន្ទាប់មកខ្ញុំរំពឹងថាយើងនឹងជំរុញព្រំដែនជាបន្តបន្ទាប់ក្នុងរយៈពេល1ឆ្នាំគណៈពេលដែលយើងបន្តចេញផ្សាយ model ថ្មីអូខេអាហ្នឹងខ្ញុំអត់ដឹងអីដែរអ្នកនរគ្នាដឹងតែ model ដឹងជា model អីគេទេបងប្អូនឥឡូវយើងបន្តទៀតខ្ញុំពិតជារំភើបណាស់ចំពោះផលិតផលដែលយើងកំពុងសាងសង់ប្រហែលជា AI ហ្នឹងឯងអ្នកនរគ្នាបន្តនៅក្នុងឆ្នាំ2026ហ្នឹងចាញ់មកទៀតហើយនេះចក្ខុវិស័យរបស់យើងគឺការកសាងបញ្ញាសិប្បនិម្មិតផ្ទាល់ខ្លួនអូហូសិប្បនិម្មិតអ្នកនរគ្នាច្បាស់ជាយល់ហើយអាហ្នឹងគឺមិនមែនមនុស្សទេណាអ្នកនរគ្នាគឺ AI សិប្បនិម្មិតបញ្ញាសិប្បនិម្មិតបងប្អូនយល់អីកន្លែងហ្នឹងបងប្អូនយល់កុំភ្លេចប្រាប់ខ្ញុំផងខ្ញុំអត់សូវយល់ដែរបញ្ញាសិប្បនិម្មិតហ្នឹងត្រឹមថាយើងបានអានយើងបានដឹងអញ្ចឹងណាបងប្អូនអូខេយើងបន្តទៀតនេះយើងកំពុងចាប់ផ្ដើមឃើញការសន្យារបស់ AI ដែលយល់ពីបរិបទផ្ទាល់ខ្លួនរបស់យើងរួមទាំងប្រវត្តិចំណាប់អារម្មណ៍ខ្លឹមសារនិងទំនាក់ទំនងរបស់យើងអូ AI ចង់ធ្វើការជំនួសមនុស្សហើយអ្នកនរគ្នាអ្វីដែលធ្វើឲ្យភ្នាក់ងារមានតម្លៃគឺបរិបទពិសេសដែលពួកគេអាចមើលឃើញហើយយើងជឿជាក់ថាមេតានឹងអាចផ្ដល់នៅបទពិសោធន៍ផ្ទាល់ខ្លួនពិសេសអូខេយើងក៏កំពុងធ្វើការលើការរួមបញ្ចូល LLMS ជាមួយនឹងប្រព័ន្ធណែនាំដែលផ្ដល់ថាមពលដល់ Facebook Instagram អ្នកនរគ្នាកន្លែងហ្នឹងខ្ញុំអត់សូវយល់ដែរអ្នកនរគ្នាអង់គ្លេសហ្នឹងក៏ដឹងថាបានន័យថាម៉េចដែរតែដឹងត្រឹមថាបានឃើញបានដឹងបានយល់អញ្ចឹងណាអ្នកនរគ្នាតែអានអត់ចេះហើយបងប្អូនយើងកន្លែងហ្នឹងមានន័យថាម៉េចកុំភ្លេច comment ប្រាប់ខ្ញុំផងខ្ញុំអត់ដឹងដែរអ្នកនរគ្នានិងប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មរបស់យើងអាហ្នឹងតាក់ទងនឹងការផ្សាយពាណិជ្ជកម្មគឺកន្លែងហ្នឹងខ្ញុំយល់ហើយអូខេយើងបន្តទៀតប្រព័ន្ធណែនាំលំដាប់ពិភពលោករបស់យើងកំពុងជំរុញកំណើនដ៏មានអត្ថន័យនៅទូទាំងអាជីវកម្មកម្មវិធីនិងផ្សាយពាណិជ្ជកម្មរបស់យើងប៉ុន្តែយើងគិតថាប្រព័ន្ធបច្ចុប្បន្នគឺមានលក្ខណៈបឋមបើប្រៀបធៀបទៅនឹងអ្វីដែលយើងអាចធ្វើទៅបានក្នុងពេលឆាប់ៗនេះអូយអ្នកនរគ្នាខាងមុខបើមិនខែ2ទេខែ3ខាងមុខនេះក៏និយាយទៅ
ឥឡូវថ្ងៃទី31ណាម៉ោង10អញ្ចឹងតស្អែកថ្ងៃទី1ខែកុម្ភៈហើយខែ2នេះដល់គ្នាគឺមានអីថ្មីទៀតហើយឲ្យតែនិយាយទៅ Facebook អាដើមឆ្នាំពាក់កណ្ដាលឆ្នាំហើយនឹងចុងឆ្នាំគឺមានការអាប់ដេតខ្លាំងនេះដល់គ្នាគឺអាប់ដេតខ្លាំងមែនទេអញ្ចឹងយើងមានតែស្វែងយល់បន្ថែមសប្តាហ៍ថ្ងៃនេះប្រព័ន្ធរបស់យើងជួយមកនោះឲ្យរក្សាទំនាក់ទំនងជាមួយនឹងមិត្តភ័ក្តិអូខេឥឡូវកន្លែងនេះខ្ញុំសូមអានម្ដងទៀតសប្តាហ៍ថ្ងៃនេះប្រព័ន្ធរបស់យើងជួយមកនោះឲ្យរក្សាទំនាក់ទំនងជាមួយមិត្តភ័ក្តិយល់អំពីពិភពលោកនិងស្វែងរកខ្លឹមសារគួរឲ្យចាប់អារម្មណ៍និងកម្សាន្តអូអ្នកនរគ្នាកន្លែងហ្នឹងគឺបានន័យថា Facebook មិនមែនត្រឹមថាអ្នកដែលអត់ដឹង Facebook សំខាន់ណាស់អ្នកនរគ្នាគឺវាអាចរក្សាទំនាក់ទំនងមិត្តភ័ក្តិរបស់យើងព្រោះ Facebook ដូចយើងរាល់ថ្ងៃយើងលេងឆាតអញ្ចឹងណាយើងស្គាល់បងប្អូនយើងច្រើនមែនទែនហើយមកផ្នែកទៀតហ្នឹងគឺយើងអាចផ្សព្វផ្សាយនៅផលិតផលរបស់យើងក៏ដូចជាអ្វីដែលយើងមាននៅក្នុងខ្លួនរបស់យើងក៏ដូចជាអ្វីដែលយើងចេះយើងអាចបង្ហាញទៅកាន់ពិភពលោកបានអាហ្នឹងយើងអាចឲ្យគេបានឃើញយើងអញ្ចឹងណាអ្នកនរគ្នាអ្វីមួយទៀតគឺការកំសាន្តមានន័យថាពេលយើង stress យើងអាចអូស Facebook ដើម្បីបំបត្តិ stress អញ្ចឹងណាអ្នកនរគ្នាយើងអាចមើលលេងកំសាន្តបានអូខេកន្លែងហ្នឹងយល់ឥឡូវយើងបន្តទៀតប៉ុន្តែឆាប់នេះយើងនឹងអាចយល់ពីគោលដៅផ្ទាល់ខ្លួនតែមួយគត់របស់មនុស្សហើយកែសម្រួលព័ត៌មានដើម្បីបង្ហាញពីខ្លឹមសាររបស់មនុស្សម្នាក់ដែលជួយពួកគេកែលម្អជីវិតរបស់ពួកគេតាមរបៀបដែលពួកគេចង់បានអូខេអ្នកនរគ្នាកន្លែងនេះខ្ញុំយល់ពីមុនខ្ញុំអត់ទាន់ស្គាល់ Facebook ខ្ញុំអត់ដល់ចំណុចមួយនេះទេប៉ុន្តែឥឡូវខ្ញុំស្គាល់ Facebook ខ្ញុំស្គាល់តាក់ទងទៅនឹងផ្នែកហ្នឹងគឺខ្ញុំអាចផ្លាស់ប្ដូរនៅជីវិតរបស់ខ្ញុំបានអញ្ចឹងណាអ្នកនរគ្នានិយាយរួមទៅគឺអូខេកន្លែងហ្នឹងខ្ញុំយល់បែបហ្នឹងអញ្ចឹងអ្នកនរគ្នាហើយបងប្អូនយល់បែបណាបងប្អូនគិតខ្លួនឯងអញ្ចឹងណាបងប្អូនតាំងពីបងប្អូនចាប់ផ្ដើមចេះលេង Facebook ស្គាល់ Facebook ស្គាល់ page បងប្អូនដល់ពេលនេះបងប្អូនអាហ្នឹងយើងដឹងខ្លួនឯងបងប្អូនអូខេឥឡូវយើងបន្តទៀតអូខេឥឡូវយើងបន្តទៀតមិនខ្ញុំអានដល់ត្រឹមនេះវែងអ្នកនរគ្នាវីដេអូនេះវែងណាបងប្អូនអញ្ចឹងយើងអានហើយយើងយល់នេះក៏មានផលប៉ះពាល់ដល់ពាណិជ្ជកម្មផងដែរអូប៉ះពាល់នេះក៏មានផលប៉ះពាល់ដល់ពាណិជ្ជកម្មផងដែរអូខេអាហ្នឹងខ្ញុំអត់ទាន់យល់ទេអត់ដឹងថាប៉ះពាល់បែបណាអញ្ចឹងណាចុះយើងអានតទៀតការផ្សាយពាណិជ្ជកម្មរបស់យើងនៅថ្ងៃនេះជួយអាជីវកម្មស្វែងរកមនុស្សជាក់លាក់ដែលចាប់អារម្មណ៍លើផលិតផលរបស់ពួកគេអូខេកន្លែងហ្នឹងគឺសំខាន់គ្នាដល់គ្នាកន្លែងមួយនេះគឺបានន័យថាការផ្សាយពាណិជ្ជកម្មរបស់យើងឧទាហរណ៍បងប្អូនផុសវីដេអូបងប្អូនផុសហើយអត់មានអតិថិជនក៏ដូចជាមានភ្ញៀវចូលទិញណាអញ្ចឹងយើងធ្វើការផ្សាយពាណិជ្ជកម្មដើម្បីអីគឺយើងទៅទាញនៅអតិថិជនថ្មីឲ្យគាត់បានឃើញនៅផលិតផលរបស់យើងគឺទិញនៅផលិតផលរបស់យើងតែម្ដងអាហ្នឹងតាមដែលយើងធ្វើបានអ្នកនរគ្នាហ្នឹងកន្លែងនេះខ្ញុំយល់បែបនេះឥឡូវយើងបន្តទៀតឧទាហរណ៍ទិញទំនិញភ្នាក់ងារថ្មីនឹងអនុញ្ញាតឲ្យមនុស្សស្វែងរកផលិតផលជាក់លាក់ពីអាជីវកម្មនៅក្នុងកាតាឡុករបស់យើងកន្លែងហ្នឹងគឺបានន័យថាយើងធ្វើវីដេអូយើងធ្វើជាវីដេអូធ្វើជាកាតាឡុកផុសចូលក្នុង page ក៏ដូចជាផុសចូលទៅក្នុង Facebook របស់យើងហ្នឹងឯងអូខេកន្លែងនេះខ្ញុំយល់បន្តទៀតហើយចាប់ដើមយល់ទៅបន្តិចម្ដងទៀតអត់គ្នាពេលដែលយើងចូលទៅក្នុងកម្មវិធីរបស់ ad មួយគឺយើងយល់យើងដឹងអូខេខ្ញុំបន្តទៀតយើងផ្ដោតលើការធ្វើឲ្យបទពិសោធន៍ទាំងនេះដំណើរការលើព័ត៌មានរបស់យើងនិងនៅទូទាំងសារអាជីវកម្មដែលបង្កើនសមត្ថភាពរបស់ WhatsApp យ៉ាងខ្លាំងតាមពេលវេលាអូកន្លែងនេះទៀត WhatsApp ក៏នៅតែសំខាន់ដែរអ្នកទាំងអស់គ្នា WhatsApp និយាយទៅខាងគេល្បីខាង WhatsApp យើងល្បីខាង Messenger ដូចជា Message អញ្ចឹងអ្នកទាំងអស់គ្នាឥឡូវយើងបន្តទៀតខ្លឹមសារប្រភេទថ្មីនឹងអាចធ្វើទៅបានក្នុងពេលឆាប់នេះដែរអូខេអញ្ចឹងយើងរងចាំទៀតមនុស្សចង់បញ្ចេញមតិនិងជួបប្រទេសពិភពលោកតាមរបៀបដែលជ្រមុជទឹកអូកន្លែងហ្នឹងជ្រមុជទឹកជ្រៅពេកហើយអ្នកនរគ្នានិងអន្តរកម្មបំផុតដែលអាចធ្វើទៅបានយើងបានចាប់ផ្ដើមជាមួយអត្ថបទហើយបន្ទាប់មកបានផ្លាស់ប្ដូរទៅរូបថតកន្លែងនេះខ្ញុំសូមបន្តអានម្ដងទៀតយើងបានចាប់ផ្ដើមជាអត្ថបទហើយបន្ទាប់មកបានផ្លាស់ប្ដូរទៅរូបថតតាមខ្ញុំដឹងពីមុនគឺយើងផុសអត្ថបទច្រើនណាស់អ្នកនរគ្នាប្រភេទអក្សរ status អញ្ចឹងណាហើយនឹងរូបភាពហើយនៅពេលដែលយើងមានទូរស័ព្ទដែលមានកាមេរ៉ាយើងចាប់ផ្ដើមធ្វើវីដេអូផុសម្ដងអញ្ចឹងកន្លែងហ្នឹងវាថ្មីហើយពីមុនបានតែអត្ថបទហើយនឹងរូបភាពហើយយើងអត់សូវជាមានប្រភេទទូរស័ព្ទមានកាមេរ៉ាសម្រាប់ថតជាវីដេអូអញ្ចឹងណាអ្នកនរគ្នាហើយសម្រាប់បងប្អូនយើងដែលគាត់អត់មានទូរស័ព្ទមានត្រឹមតែនិយាយទៅដូចអត់មានប្រភេទយើងនិយាយទៅគឺប្រភេទទូរស័ព្ទអត់មានកាមេរ៉ាគឺយើងពេលដែលផុសនៅលើបណ្ដាញអីមួយ
ឬក៏យើងផ្ញើសារអីមួយគឺមានតែត្រឹមតែ status ក៏ដូចជាអក្សរក៏ដូចជារូបភាពអញ្ចឹងណាឥឡូវយើងបន្តទៀតណានេះខ្ញុំអានដល់ត្រឹមនេះឥឡូវអានដល់ទៀតហ្មងទៅយើងបានចាប់ដើមជាមួយអត្ថបទហើយបន្ទាប់មកបានផ្លាស់ប្ដូរទៅរូបថតពេលដែលយើងមានទូរស័ព្ទដែលមានកាមេរ៉ាហើយបន្ទាប់មកបានផ្លាស់ប្ដូរទៅជាវីដេអូឃើញទេអ្នកទាំងអស់គ្នាដូចអ្វីដែលនិយាយមែនពេលដែលបណ្ដាញទូរស័ព្ទចល័តមានល្បឿនគ្រប់គ្រាន់យើងអាចផុសនៅវីដេអូរបស់យើងបានមិនយូរប្រហែលយើងនឹងឃើញការឡើងផ្ទុះនៃទម្រង់មេឌៀថ្មីដែលជ្រមុជទឹកមានន័យថាផ្ទុះខ្លាំងណាស់អ្នកទាំងអស់គ្នានឹងអន្តរកម្មកាន់តែច្រើនហើយអាចធ្វើទៅបានដោយសារតែការរីកចម្រើននៃ AI សម័យ AI គឺបែបហ្នឹងតែម្ដងអ្នកទាំងអស់គ្នាគឺសម័យ AI គឺបែបហ្នឹងអ្នកទាំងអស់គ្នាសម្រាប់បងប្អូនយើងដែលប៊ូតាម AI គឺវាមានផលច្រើនឬក៏ផលតិចអាហ្នឹងຕົកក្នុងចិត្តហើយណាបងប្អូនហើយអានេះយើងអានបន្តទៀតនេះខ្ញុំ scroll ទៅក្រោមបន្តិចអានចិត្តចប់ហើយនៅច្រើនទៀតដែរព័ត៌មានយើងនឹងខ្លាយជាអន្តរកម្មកាន់តែច្រើនរួមមានហើយណាព័ត៌មានរបស់យើងនឹងខ្លាយជាអន្តរកម្មកាន់តែច្រើនជារួមសប្តាហ៍នេះកម្មវិធីរបស់យើងមានអារម្មណ៍ដូចជាក្បួនដោះស្រាយដែលណែនាំពីខ្លឹមសារមិនយូរប្រហែលទេអ្នកនឹងបើកកម្មវិធីរបស់យើងហើយអ្នកនឹងមានបញ្ញាសិប្បនិម្មិត AI កន្លែងនេះបានន័យថាពេលរាល់ដែលយើងមានបញ្ហាយើងតែងតែដោះស្រាយគឺអត់មានមនុស្សដែលដោះស្រាយឲ្យយើងផងនឹងអ្នកទាំងអស់គ្នាគឺ AI បញ្ញាសិប្បនិម្មិត AI អ្នកដោះស្រាយឲ្យយើងអញ្ចឹងយើងរាល់ថ្ងៃយើងនិយាយជាមួយ AI ទេយើងមិននិយាយជាមួយមនុស្សទេយើងនិយាយជាមួយ AI និយាយទៅនិយាយមកពេញហ្នឹងអ្នកទាំងអស់គ្នាបើសិនជាមិនប្រើ AI ជំនួសទេការងារគឺច្របូកហើយនឹងច្របល់យូរអញ្ចឹងណាយើងពិបាកក្នុងការធ្វើការកន្លែងហ្នឹងអញ្ចឹងយើងបន្តទៀតដែលយល់ពីអ្នកនិយាយមានតែ AI ឯងមានយល់ពីអ្នកទៀតមានតែ AI ដែលយល់ពីយើងតែ AI យល់ពីយើងហើយយើងអត់ដឹងថា AI នៅវាមិនអញ្ចឹងយើងបន្តទៀតហើយក៏អាចបង្ហាញនៅខ្លឹមសារដ៏អស្ចារ្យឬថែមទាំងបង្កើតខ្លឹមសារផ្ទាល់ខ្លួនដ៏អស្ចារ្យសម្រាប់អ្នកផងដែរអូខេអានេះគាត់និយាយចាប់ដើមអានេះតាក់ទងវ៉ាន់តាខ្ញុំឃើញគាត់ផុសតាក់ទងវ៉ាន់តាដែលអាវ៉ាន់តាដែលពាក់ទៅដែលអាវ៉ាន់តាហ្នឹងខ្ញុំអត់បានដាក់រូបទេខ្ញុំគ្រាន់តែថាខ្ញុំស្គាល់វ៉ាន់តានឹងពេលដែលពាក់វ៉ាន់តានឹងទៅដូចបងប្អូនឃើញស្រាប់យ៉ាងពាក់វ៉ាន់តានឹងទៅវាមានវីដេអូក៏ដូចជាមានហ្គេមនៅក្នុងហ្នឹងអញ្ចឹងណាហើយយើងអាចចុចទាញចេះបានអញ្ចឹងអ្នកទាំងអស់គ្នាយើងបិទអញ្ចឹងទៅយើងអាចចុចនៅក្នុងហ្នឹងណាអ្នកទាំងអស់គ្នាអាមហឺដែលវ៉ាន់តាល្បីវ៉ាន់តាអ្នកទាំងអស់គ្នាឥឡូវយើងអានបន្តទៀតវ៉ាន់តាគឺជាការចាប់កំណត់ចុងក្រោយនៃចក្ខុវិស័យនេះពួកវានឹងអាចមើលឃើញអ្វីដែលអ្នកឃើញឮអ្វីដែលអ្នកឮនិយាយជាមួយអ្នកនឹងជួយអ្នកនៅពេលធ្វើដំណើរប្រចាំថ្ងៃរបស់អ្នកហើយថែមទាំងបង្ហាញនៅព័ត៌មានឬបង្កើន UI ផ្ទាល់ខ្លួននៅទីនោះក្នុងចក្ខុវិស័យរបស់អ្នកអូខេរាល់ថ្ងៃនេះបងប្អូនណាខ្លះនិយាយជាមួយ AI ឥឡូវយើងបន្តទៀតការលក់វ៉ែនតារបស់យើងបានកើនឡើងជាង3ដងកាលពីឆ្នាំមុនការលក់វ៉ែនតារបស់យើងបានកើនឡើងជាង3ដងកាលពីឆ្នាំមុនហើយយើងគិតថាពួកវាជាគ្រឿងអេឡិចត្រូនិកប្រើប្រាស់ដែលមានការរីកចម្រើនលឿនបំផុតអេឡិចត្រូនិកប្រើប្រាស់ដែលមានការរីកចម្រើនលឿនបំផុតមួយចំនួនក្នុងប្រវត្តិសាស្ត្រអូខេមនុស្សរាប់ពាន់លានអ្នកពាក់វ៉ែនតាឬខែវភ្នែកសម្រាប់ការកែតម្រូវចក្ខុវិស័យកន្លែងហ្នឹងឯងអ្នកនរគ្នាអាមហឺពាក់វ៉ែនតាដើរអាមហឺនោះខ្ញុំឃើញតើអ្នកនរគ្នាកន្លែងហ្នឹងហើយបងប្អូនច្បាស់ជាមានហើយបងប្អូនណាខ្លះមានឃើញវ៉ែនតាហ្នឹងវ៉ែនតាពាក់មើលទៅយើងអាចឃើញក្នុងហ្នឹងទាំងអស់អញ្ចឹងណាអ្នកនរគ្នាឥឡូវយើងបន្តទៀតគិតថាយើងស្ថិតនៅពេលវេលាស្រដៀងគ្នាទៅនឹងពេលដែល smartphone មកដល់ហើយវាច្បាស់ណាស់ថាគ្រាន់តែជាបញ្ហាពេលវេលាប៉ុណ្ណោះរហូតដល់ទូរស័ព្ទបត់ទាំងអស់ជា smartphone វាពិបាកក្នុងការស្រមៃមើលពិភពលោកក្នុងពេលវេលាជាច្រើនឆ្នាំដែលវ៉ែនតាភាគច្រើនមិនមែនជាវ៉ែនតា AI កន្លែងហ្នឹងជ្រៅពេកហើយអញ្ចឹងខ្ញុំអត់សូវយល់ដែរអ្នកគ្នាមិនមែនវ៉ែនតា AI គឺវ៉ែនតាអីទៅអញ្ចឹងយើងបន្តឥឡូវខ្ញុំចិត្តចប់ហើយឥឡូវអាចចិត្តចប់ហើយអ្នកគ្នាសម្រាប់យើងកំពុងដឹកនាំការវិនិយោគភាគច្រើនរបស់យើងទៅលើវ៉ែនតានិងឧបករណ៍ពាក់នៅពេលអនាគតខណៈពេលដែលផ្ដោតលើការធ្វើឲ្យនេះ Harrison ទទួលបានជោគជ័យយ៉ាងខ្លាំងនៅលើទូរស័ព្ទចល័ត
នឹងធ្វើឲ្យ VR ខ្លាយជាប្រព័ន្ធនឹងធ្វើឲ្យ VR នឹងអីគេទៅបងប្អូនយើងអូខេ VR ខ្លាយជាប្រព័ន្ធ ecology ដែលរកប្រាក់ចំណេញក្នុងរយៈពេលប្រហែលឆ្នាំខាងមុខអូគូឥឡូវយើងបន្តទៀតខ្ញុំរំពឹងថាការខាតបង់អានេះគឺការខាតបង់របស់ម្នាក់នេះប្រហែលជាឈ្មោះអ្នកនរគ្នាខ្ញុំរំពឹងថាការខាតបង់របស់នៅឆ្នាំនេះនឹងស្រដៀងគ្នាទៅនឹងឆ្នាំមុនអញ្ចឹងសូម្បីតែក្រុមហ៊ុនធំៗក៏មានការខាតបង់ដែរអ្នកនរគ្នាហើយនេះទំនងជាចំណុចកំពូលខណៈពេលដែលយើងចាប់ផ្ដើមកាត់បន្ថយការខាតបង់របស់យើងបន្តិចម្ដងខណៈពេលដែលបន្តអនុវត្តនៅចក្ខុវិស័យរបស់យើងអូខេឥឡូវយើងបន្តឲ្យចប់ទៅខណៈពេលដែលយើងរៀបចំផែនការសម្រាប់អនាគតខណៈពេលដែលយើងកំពុងរៀបចំផែនការសម្រាប់អនាគតយើងនឹងបន្តវិភាគយ៉ាងច្រើនលើហេតុស្ថានរចនាសម្ព័ន្ធដើម្បីបណ្ដុះបណ្ដាលគំរូឈានមុខគេនិងផ្ដល់ភាពវៃឆ្លាតផ្ទាល់ខ្លួនរបស់មនុស្សនិងអាជីវកម្មរាប់ពាន់លានអ្នកនៅជុំវិញពិភពលោកសម័យ2026មានបងប្អូនណាខ្លះដែលអត់ប្រើនៅបណ្ដាញ Facebook បងប្អូនជួយប្រាប់ខ្ញុំតិចមានបងប្អូនណាខ្លះដែលអត់កាន់ទូរស័ព្ទមើល Facebook អូយនេះអត់យើងឆ្នាំ2026ចាប់ផ្ដើមទៅមុខហើយបងប្អូនយើងហើយសម័យកាន់តែជឿនលឿនហើយបងប្អូនអូខេឥឡូវមួយទៀតថ្មីនេះខ្ញុំបានប្រកាសអំពីមេតាของព្យូដោយមានជំនឿថាការខ្លាយជាក្រុមហ៊ុនមួយដែលមានប្រសិទ្ធភាពបំផុតក្នុងរចនាវិនិយោគនិងសហការជាមួយគ្នាដើម្បីកសាងហេដ្ឋាស្ថានរចនាសម្ព័ន្ធរបស់យើងនឹងខ្លាយជាគុណសម្បត្តិជាយុទ្ធសាស្ត្រលោកស្រីក៏បានចូលរួមជាមួយយើងក្នុងនាមជាប្រធាននិងអនុប្រធានផងដែរហើយចុចទៀតហ្នឹងណាបងប្អូនហួយមានទៀតតែគិតដាក់ហើយមានចុច3ទៀតអញ្ចឹងវាមានទៀតអញ្ចឹងយើងអានប៉ុណ្្នឹងហើយសរុបសេចក្តីមកអ្វីដែលខ្ញុំបានអានចប់អ្វីដែលខ្ញុំបានយល់គឺនៅក្នុងខ្លួនរបស់យើងអញ្ចឹងពេលដែលយើងបានអានហើយយើងបានយល់អញ្ចឹងអ្វីដែលយើងត្រូវធ្វើវាបន្តយើងទៅបើកនៅការងាររបស់យើងហើយបើសិនជាក្នុងការងាររបស់យើងនឹងវាមានការអាប់ដេតអីមួយគឺយើងនឹងដឹងថាវាអាប់ដេតកន្លែងនេះអញ្ចឹងណាបងប្អូនដូចយើងការធ្វើការផ្សាយពាណិជ្ជកម្មយើងពីមុនយើងធ្វើបែបយើងនេះកំណត់តែឥឡូវគឺជា AI យើងអាចឲ្យ AI នេះធ្វើការឲ្យយើងបានអញ្ចឹងណាបងប្អូនគ្នាហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងបងប្អូនហើយរាល់ការអានរបស់ខ្ញុំបើសិនជាមានកន្លែងណាខុសឆ្គងអីបងប្អូនអធិស្ឋានខ្ញុំផងព្រោះអានេះខ្ញុំអានផងហើយខ្ញុំបំបែកកន្លែងដែលខ្ញុំឆ្ងល់ណាអ្នកនរគ្នាកន្លែងដែលខ្ញុំឆ្ងល់ខ្ញុំបំបែកដើម្បីឲ្យយល់ខ្លួនឯងយើងអានទាំងអស់នេះដើម្បីឲ្យយល់ខ្លួនឯងដូចបងប្អូនស្ដាប់បងប្អូនយល់បានតែខ្លួនឯងអញ្ចឹងណាហើយបងប្អូនអត់យល់បន្ថែមទៀតបងប្អូនមើលវីដេអូនឹងទៀតទៅហើយបើសិនជាអត់ចង់មើលវីដេអូយើងចង់ទៅបកប្រែមើលខ្លួនឯងបងប្អូនធ្វើដូចខ្ញុំអញ្ចឹងណា copy វាទៅហើយយើងទៅបកប្រែយើងអានវាម្ដងហើយម្ដងទៀតទៅបងប្អូនយល់ហើយដូចខ្ញុំអញ្ចឹងខ្ញុំចង់ដឹងចង់ចេះអញ្ចឹងខ្ញុំមក copy strip ដែលមេរបស់យើងផុសហ្នឹងហើយយើងមកបកប្រែមកយើងបានអានយើងឆ្នើកន្លែងដែលយើងឆ្ងល់យើងមកនិយាយទៅយើងដាក់សំណួរខ្លួនឯងយើងមកឆ្លើយខ្លួនឯងអញ្ចឹងគ្នាដល់គ្នាដោយអាកន្លែងមួយដែលខ្ញុំអានកន្លែងណាទេដែលខ្ញុំប្រាប់អ្នកទាំងអស់គ្នាដូចអ្នកកន្លែងមនុស្សជាង 3.5 ពាន់លាននាក់រាល់ថ្ងៃហ្នឹងគឺកំពុងតែប្រើនៅកម្មវិធីរបស់គាត់អញ្ចឹងយើងគួរតែដឹងហើយប្រើកម្មវិធីអីជាមួយនឹងតាក់ទងនឹង Facebook យើងប្រើកម្មវិធីអីហើយមនុស្សជាង 2000 លាននៅលើ Facebook និង WhatsApp គឺទៀតកន្លែងហ្នឹងយើងនិយាយយើងអានហើយកន្លែងដែលយើងអត់ចង់ដូចយើងអានហើយយើងអានទៅមកដូចមួយត្រេអញ្ចឹងណាមួយត្រេពីដើមដល់ខាងយើងអានមកចប់ហើយយើងឆ្ងល់យើងចាប់ដើមសួរខ្លួនឯងទៀតទៅអាហ្នឹងមានន័យថាម៉េចយើងរកកំណត់អញ្ចឹងណាអាហ្នឹងជាបញ្ញារបស់យើងអញ្ចឹងអ្នកនរគ្នាហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងអ្នកនរគ្នាហើយវីដេអូបន្ទាប់ខ្ញុំនឹងប្រាប់បងប្អូនតាក់ទងនឹងការដោះស្រាយ page របស់យើងមានបញ្ហាជាប់លឿនហើយមានបងប្អូនយើងខ្លះមានបញ្ហាជាប់លឿនហើយជាប់លឿនហ្នឹងវាជាប់បែបម៉េចហើយបងប្អូនឆ្ងល់ថាមូលហេតុបានជាប់លឿនឬក៏ជាប់ក្រហមអញ្ចឹងណាជួបគ្នានៅវីដេអូបន្តទៀតអញ្ចឹងវីដេអូរបស់ខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងអរគុណច្រើនបងប្អូនបាយ